ngày ní nhôm mau chỉ xa xem em cái đã xa khơi nhá xa khơi lên đi nào cái lên đọc môi lên tuôn cái là hồn lên đọc môi pi 7 vậy tới cho vậy thằng bữa sinh chỉ nào cái ban khơi nhá nó cứ chỉ xa bỏ nào cái mong xem em video môi nè cái đó đã xa khơi lên mau tuôn á trong phèm nào cái tha không pe lời nắng chạy cả bá cứ cái trong miền ấy mà prap nào cái mà chui nào cái mong hơi nào cái ai đừng chập đam có sum quan nên sinh nhà tặng con đừng lấy tranh mau là hột chẳng rồi có bao trăm miếng của đôi khi này nào cái bao trăm miếng này là cái nào bếp tha tranh mau là hột tức nào cái sốc đập nước bắn lên thế đây tơ khéo đập bắn lên thế đây nâng trên nhà mua đài này xa bị chạy cả bá cái trong phèm nào cái mình tha lấy tranh màu chẳng là hôn bao nhiêu miếng tranh màu từ đáy nè cái này lử hai rồi có là cái em môi giấy em môi mất này là tha anh được cái này chắp vào rong hay lử tập biện đăng màu là hôn tôi chụp là cái con lử tập biện đăng cái gì anh nâng cứ chỉ xa mùi đài mà non plei nào cái này chứ là cái này cùng ignore cùng ắt khoai bị bìa của ấy sinh nhà nó cứ chỉ sinh nhà sầm khăn mình tàn nó không pe lời nó nhưng mà khơi tha nọ nên môi chân hồn ai nâng mèo rồng tha nâng luôn ai thời ai không làm lại can nên chỉ một môi tha nâng luôn ai thời chọc đam tổng trong lịch này nó khăn em ai nâng bên ca pay khai không ca chọc đam thông mày chẳng ca nâng cứ cho vậy phép tha cùng ai bên ca pay khai không ca chọc đam thông mày giờ chim sẽ can môi đầy nhông mơ khơi nào khía điểm release self-doubt, let's go of fear មានន័យថាអ្នកគ្នាបញ្ឈប់ទៅរាល់ភាពភ័យខ្លាចទាំងឡាយដែលអ្នកគ្នាគិតថាអ្នកគ្នាធន់បានភ័យខ្លាចវាថាអត់ដឹងចាប់ដើមមិនអូខ្ញុំខ្លាចខ្ញុំដែរសារលបងអាហ្នឹងធ្វើអាហ្នឹងពីមុនមកឯងខ្ញុំចង់ប្រាប់អ្នកគ្នាថាអ្នកទាំងអស់គ្នាគឺខ្លាំងខ្លាចជាងអ្វីដែលអ្នកទាំងអស់គ្នាគិតទៅទៀតជឿជាក់លើវិចារណញ្ញាណរបស់អ្នកទាំងអស់គ្នាជឿជាក់លើអារម្មណ៍របស់អ្នកទាំងអស់គ្នាបេះដូងរបស់អ្នកទាំងអស់គ្នាដឹងអ្វីដែលជាការពិតទោះបីជាការគិតរបស់អ្នកគ្នាកំពុងតែគិតច្រើនក៏ដោយជឿជាក់លើបេះដូងរបស់ខ្លួនឯងស្ដាប់វាឲ្យអារម្មណ៍ឲ្យអាការភ័យខ្លាចហ្នឹងបញ្ឈប់នៅអារម្មណ៍នៃការភ័យខ្លាចហ្នឹងហើយធ្វើតាមបេះដូងរបស់អ្នកគ្នាបើសិនជាបេះដូងអ្នកគ្នាប្រាប់ថាអូខេបើអ្នកទាំងអស់គ្នាធ្វើនឹងត្រូវធ្វើវាទៅរបៀបអញ្ចឹងណាជឿជាក់លើខ្លួនឯងហើយមួយវិញទៀតគេចង់ប្រាប់អ្នកគ្នាដូចគ្នាដែរ surround yourself with your soul tribe មានន័យថាគេចង់ឲ្យអ្នកគ្នាចក្រវាលឬក៏និយាយទៅសាពីចក្រវាលហ្មងចង់ប្រាប់អ្នកគ្នាថាឲ្យចំណាយពេលវេលាបានច្រើនជាមួយមនុស្សដែលធ្វើឲ្យអារម្មណ៍អ្នកគ្នាមានអារម្មណ៍ថា safe មានអារម្មណ៍ថាមានសុវត្ថិភាពមានភាពស្និទ្ធស្នាលមានអារម្មណ៍ល្អនៅពេលអ្នកគ្នាបាននៅជាមួយហើយទទួលយកអ្វីទទួលយកអ្នកទាំងអស់គ្នាដែលជាអ្នកទាំងអស់គ្នាយល់ដល់អ្នកគ្នាទទួលយកអ្នកទាំងអស់គ្នាជាខ្លួនឯងវាអញ្ចឹងគេចង់ឲ្យអ្នកគ្នានៅជាប្រភេទជាមួយនឹងប្រភេទមនុស្សដែលអាសឹកអ្នកទាំងអស់គ្នាទទួលយកអ្នកទាំងអស់គ្នាដែលជាអ្នកទាំងអស់គ្នានឹងឯងដែលជាមនុស្សដែលពិតប្រាកដសម្រាប់អ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់ចាប់ដើមរកឃើញមនុស្សណាម្នាក់ដែលពិតប្រាកដជាមួយនឹងអ្នកទាំងអស់គ្នាទេសារនៃចក្រវាលមួយនេះលេខដែល repeat មកដដែលឲ្យអ្នកគ្នាឃើញរហូតនឹងចង់ប្រាប់ថាពួកគាត់នឹងត្រឡប់មកនឹងត្រឡប់ឬក៏នឹងមកចូលមកក្នុងជីវិតអ្នកគ្នានៅក្នុងពេលឆាប់នេះអូខេហើយចុងក្រោយគេដែលខ្ញុំមកឃើញគេដាក់ថា let creative and excite your imagination with wonder មានន័យថាគេចង់ឲ្យអ្នកគ្នាសរសេរចាប់ដើមគូររូបសរសេររួមឬក៏ធ្វើអីក៏ដោយដើម្បីឲ្យអារម្មណ៍នៃ imagination នៃការសម័យអ្នកទាំងអស់គ្នានឹងបញ្ចេញឡើងឲ្យអ្នកទាំងអស់គ្នាមានកំណត់ច្នៃប្រឌិតថ្មីដើម្បីនៅពេលអ្នកគ្នាចាប់ដើមធ្វើការងារអីមួយថ្មីអ្នកគ្នាមានកំណត់ច្នៃប្រឌិតចេញមករហូតដល់របៀបអញ្ចឹងមិនគេចង់ឲ្យអ្នកគ្នាកុំភ័យខ្លាចបញ្ចេញនៅអារម្មណ៍ភ័យខ្លាចទាំងអស់ចាប់ដើមអនុវត្ត
នៃខួរក្បាលរបស់អ្នកគ្នាឲ្យខួរក្បាលអ្នកគ្នាចាប់ដើមសម័យចាប់ដើមគិតថាតើអ្នកគ្នាស្រឡាញ់អីចូលចិត្តអីធ្វើអីបញ្ចេញវាមកឲ្យក្តីសម័យទាំងអស់នឹងคล้ายទៅជាការពិតណាចុងក្រោយខ្ញុំមើលឃើញដូចគ្នាដែរថាឲ្យអ្នកគ្នាចាប់ដើមអ្នកគ្នា trust your intuition is always right អញ្ចឹងមានតែជឿជាក់លើវិចារណញ្ញាណរបស់អ្នកគ្នាជឿជាក់លើអារម្មណ៍របស់អ្នកគ្នាដោយសារការគិតរបស់អ្នកគ្នាហ្នឹងគឺជាការពិតចឹងនិយាយចឹងណាអញ្ចឹងបើសិនអ្នកគ្នាគិតថាខ្ញុំអាចធ្វើវាបានខ្ញុំស្រឡាញ់អាហ្នឹងអញ្ចឹងមានន័យថាការពិតគឺបើសិនអ្នកគ្នាធ្វើអាហ្នឹងទៅគឺនឹងជោគជ័យឯងរបៀបអញ្ចឹងណាអ្នកគ្នាជឿជាក់លើសមត្ថភាពរបស់ខ្លួនឯងកុំមើលងាយសមត្ថភាពខ្លួនឯងជឿជាក់លើអារម្មណ៍ជឿជាក់លើបេះដូងអ្នកគ្នាអត់នៅតែឯងទេអ្នកគ្នាកំពុងតែមានចក្រវាឡសារពីចក្រវាឡទេវតាឬអ្នកតាមថែសារអ្នកទាំងអស់គ្នាតាមខ្លមមើលថែអ្នកគ្នាឯងណាអញ្ចឹងសារទាំងអស់ហ្នឹងខ្ញុំគ្រាន់តែជាសារដាស់តឿនទេសម្រាប់អ្នកគេដែលគាត់មើលឃើញលេខ11មើលឃើញសញ្ញាដដែលទេវតាឬក៏ចក្រវាឡគេប្រាប់អ្នកគ្នារហូតអញ្ចឹងហុកកាតហ្នឹងហេតុអីបើខ្ញុំអាចនិយាយបានថាសារពីចក្រវាឡឬក៏អ្នកតាមថែសារយើងដល់គ្នាហុកមេអំបៅជាទូទៅអត្ថន័យនៃហុកមេអំបៅគឺជារូបដែលគេហៅថាអ្នកតាមថែសារយើងគេចង់មកណែនាំយើងគេមកមើលថែយើងគេចង់មកដាស់តឿនយើងអីចឹងជាដើមណាអញ្ចឹងទាំងអស់ហ្នឹងហើយជាសញ្ញាដែលគេចង់ប្រាប់អ្នកទាំងអស់គ្នាដែលខ្ញុំបើកកាតឃើញហើយខ្ញុំទទួលអារម្មណ៍ដឹងខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាណាអញ្ចឹងចាប់ដើមទម្លាប់នៃការនេះចាប់តាមទម្លាប់នៃការធ្វើការងារថ្មី creative ចាប់ដើមសរសេរចាប់ដើមធ្វើអីក៏ដោយដែលអាចធ្វើឲ្យសតិសម្បញ្ញៈធ្វើឲ្យការគិតឬក៏ការសមាសម័យអ្នកគ្នាហ្នឹងផុសឡើងវិញរបៀបអញ្ចឹងណាអ្នកគ្នាអញ្ចឹងការអានថ្ងៃហ្នឹងគ្រាន់តែជាសារដាស់តឿនអ្នកគ្នាទេសារវិជ្ជកវានឹងខ្ញុំនាំមកប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងជាដើមអញ្ចឹងមានតែប៉ុណ្្នឹងឯងអ្នកគ្នាអស់ហើយ